នេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងមួយយកបន្ទាប់គឺតាក់ទងជាមួយនឹង commission របស់ agency អញ្ចឹងយើងចូលមកកន្លែង menu agency មកក្នុងនេះយើងមាន agency list agency commission ហើយនិង agency payment គេឥឡូវដើម្បីយើង check មើល commission របស់ agency យើងចូលមកកន្លែង agency commission អូខេអញ្ចឹងវានឹងបង្ហាញរាល់ agency ទាំងអស់ដែលទទួលបាន commission យើងមាន agency 4គេគាត់ទទួលបាន commission ហើយក៏យើងអាចធ្វើការច្រោះឬក៏ search ឥឡូវឧទាហរណ៍ថាខ្ញុំចង់បាន agency ឈ្មោះ agency Hey នេះខ្ញុំចុច filter មកអញ្ចឹងខ្ញុំចង់ដឹងថា agency នេះគាត់បាន commission អីខ្លះឥឡូវគាត់មាន commission 2បន្ទប់1103នេះមួយបន្ទប់1104នេះមួយ1104នេះគាត់បាន commission 500ហើយចំនួន withdraw អត់ទាន់ទេអញ្ចឹងយើងជពាក់គាត់500 commission ទី2គឺ1103គាត់ទទួលបាន100ក៏អត់ទាន់បានដកដែរនៅជពាក់គាត់100អញ្ចឹងដើម្បីដក commission នៅគាត់យើងអាចចុចនៅលើកន្លែង action ទៅលើឧទាហរណ៍ថាចង់ដក1104អញ្ចឹងយើងចុចលើ1104ហ្នឹងមកតទៅទៀតយើងចុចថា payment ហើយកន្លែងនេះ payment method គឺយើង select មកតែយើងបើកឲ្យគាត់តាមរយៈគេ cash ឬក៏ធនាគារឧទាហរណ៍ថាឥឡូវយើងបើកជា cash ខ្ញុំ select លើ cash ដុល្លារអញ្ចឹងឧទាហរណ៍ថាយើងបើកឲ្យគាត់500អញ្ចឹងកន្លែងនេះយើងអាច upload slip transfer ឬក៏ reference document អីផ្សេងហ្នឹងហើយយើង save មកអូខេអញ្ចឹងកន្លែងនេះគឺវានឹង update តាក់ទងមួយកន្លែង withdraw បាន500អញ្ចឹង outstanding អត់មានទេអូខេមួយទៀតអញ្ចឹងខ្ញុំចង់បើកឲ្យខាងក្រោមនេះចុច payment អូខេដូចគ្នាខ្ញុំយក cash ដុល្លារកន្លែង payment amount នេះឧទាហរណ៍ថាឥឡូវខ្ញុំបើកឲ្យគាត់ខ្លះខ្ញុំបើក50អញ្ចឹងកន្លែង remark នេះយើងអាចកំណត់សម្គាល់អីផ្សេងអញ្ចឹងខ្ញុំចុច save ក្នុងករណីនេះគឺយើងបើកឲ្យគាត់បាន50នៅខ្វះ50ណាអូខេអញ្ចឹងបើយើងចង់បើកប្រគប់យើងចូលមកកន្លែងហ្នឹងដដែល payment cash ដុល្លារទៅយើងដាក់ប្រគប់មកបើកឲ្យលើសក៏អត់បានដែរព្រោះគាត់មានសល់តែ50ទេអញ្ចឹងយើងអត់បានទេ over payment អញ្ចឹងយើងបើកបានតែ50ហ្នឹងទេ save អញ្ចឹងក្នុងករណីនេះគឺ complete ហើយក្នុងករណីដែលយើងចង់ check លើរាល់ transaction ដែលយើងបានធ្វើការ payment គាត់យើងអាចចូលមកក្នុង agency payment នេះបានណាអញ្ចឹងវានឹងបង្ហាញតាក់ទងជាមួយនឹងការ payment មកយើងនេះ500ម្ដង50ម្ដង50ម្ដងហើយយើងអាចធ្វើការ filter ទៅតាមឈ្មោះ agency ក៏បានដែរអូខេចុច filter អញ្ចឹង agency មួយនេះអញ្ចឹងខ្ញុំធ្លាប់បើក commission ឲ្យគាត់ប្រហែលដងគឺវានឹងបង្ហាញនៅក្នុងហ្នឹងអញ្ចឹងអានេះរបៀប check មើល commission agency ហើយនឹងធ្វើការបើក commission ឲ្យ agency